ជំនួបរវាងលោកហ៊ុនសែននិងក្រុមគ្រួសារលោកកឹមសុខានៅថ្ងៃទី16ខែសីហាឆ្នាំ2026បានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រសែភ្នែកអ្នកតាមដានសង្គមនិងអ្នកនយោបាយខ្មែរព្រមទាំងមានការវិភាគផ្សេងៗគ្នាពីសេណារីយ៉ូនៃជំនួបរវាងអ្នកនយោបាយដែលធ្លាប់ជាគូបរិបកនឹងគ្នាដោយឡែកសម្រាប់ក្រសែភ្នែកសហគមន៍អន្តរជាតិវិញតើពួកគេយល់យ៉ាងណាដែរចំពោះជំនួបមួយនេះលោកសេងវ៉ាន់លីសាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិយល់ថាជំនួបរវាងលោកហ៊ុនសែននិងក្រុមគ្រួសារលោកកឹមសុខាអាចទាញចំណាប់អារម្មណ៍ពីសហគមន៍អន្តរជាតិតាមរយៈរូបភាពតែថាជំនួបនេះនៅមិនទាន់អាចឲ្យប្រទេសលោកខាងលិចមានទំនុកចិត្តទៅលើរដ្ឋាភិបាលកម្ពុជាក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនោះឡើយទេខ្ញុំគិតថាជំនួបរវាងលោកហ៊ុនសែននិងក្រុមគ្រួសារលោកកឹមសុខាអាចទាញយកការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិជាពិសេសពីប្រទេសលោកខាងលិចនិងអង្គការសិទ្ធិមនុស្សអន្តរជាតិប៉ុន្តែពួកគេនៅតែមានការប្រុងប្រយ័ត្ននិងការសង្ស័យកម្រិតខ្ពស់នៅឡើយតាមទស្សនៈរបស់ខ្ញុំជំនួបនេះនៅមិនទាន់ត្រូវបានគេចាត់ទុកថាជាការផ្លាស់ប្ដូរនយោបាយជាដុំកំភួននៅឡើយទេប៉ុន្តែវាគ្រាន់តែជារូបភាពនៃការបទូបថយសម្ពាធការទូតនិងជាយុទ្ធសាស្ត្រធ្វើទំនាក់ទំនងសាធារណៈរបស់គណៈបកកណ្ដាលអំណាចដើម្បីបង្ហាញទៅកាន់ពិភពលោកថាបរិយាកាសនយោបាយនៅកម្ពុជាកំពុងមានភាពធូរស្រាលនិងមានការយោគយល់គ្នារវាងអិសរាជជននយោបាយជាន់ខ្ពស់ខ្ញុំយល់ថាសហគមន៍អន្តរជាតិផ្ដោតសំខាន់ទៅលើទង្វើចាស់ស្ដែងតាមផ្លូវច្បាប់ជាជាងរូបភាពនៃការសម្របសម្រួលរវាងបុគ្គលតាមការសង្កេតរបស់ខ្ញុំការបង្ហាញភាពជិតស្និទ្ធនេះនៅមិនទាន់បានផ្លាស់ប្ដូរបរិបទច្បាប់ឬក៏ស្ថានភាពរដ្ឋបិទដែលសង្គមស៊ីវិលបណ្ដាញព័ត៌មានឯករាជ្យនិងគណៈបព្វប្រឆាំងកំពុងជួបប្រទះនៅឡើយទេដូច្នេះខ្ញុំឃើញថាភាគីលោកខាងលិចនៅតែមើលឃើញបរិយាកាសនយោបាយទូទៅថាស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងហើយជំនួបនេះគ្រាន់តែជាជំហាននយោបាយបណ្ដោះអាសន្នមួយប៉ុណ្ណោះតែសម្រាប់លោកមរិតកិនភៀនអ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថាជំនួបរវាងលោកកឹមសុខានិងលោកហ៊ុនសែនក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិផងដែរសហគមន៍អន្តរជាតិដែលចង់ឃើញអ្នកនយោបាយខ្មែរចេះប្រើប្រាស់វប្បធម៌សន្ទនាជាជាងការប្រើប្រាស់វប្បធម៌ចាប់ចងដែលឡែកសម្រាប់ខ្សែភ្នែកអន្តរជាតិវិញខ្ញុំយល់ឃើញថាជំនួបបែបនេះគឺសហគមន៍អន្តរជាតិក៏ស្វាគមន៍ដែរពីព្រោះអ្វីដែលកន្លងមកសហគមន៍អន្តរជាតិគេក៏ចង់ឃើញខ្មែរយើងអាចរក្សាបាននៅវប្បធម៌សន្ទនាមួយហើយនឹងការប្រឆាំងគ្នាឬក៏ការខ្វែងទស្សនៈគ្នាប្រកបដោយលក្ខណៈស្ថាបនាមិនមែនជាការប្រឆាំងគ្នាស្លាប់យករស់ឬក៏ជាការប្រឆាំងមួយដែលរកច្រកចេញមិនឃើញទេអញ្ចឹងខ្ញុំគិតថាសហគមន៍អន្តរជាតិអាចនឹងយល់ឃើញកាន់តែវិជ្ជមានចំពោះសង្វៀននយោបាយខ្មែរចំពោះការវិវត្តនៃរបបនយោបាយខ្មែរហើយអ្វីដែលជាសកម្មភាពបែបនេះខ្ញុំគិតថាយើងត្រូវរងចាំបន្តទៀតថាតើលទ្ធផលជាក់ស្ដែងបែបណាហើយនឹងមានក្របខ័ណ្ឌនៃកិច្ចសហប្រតិការរវាងអ្នកនយោបាយវ័យចំណាស់និងអ្នកនយោបាយជំនាន់ថ្មីនៃគ្រួសារទាំងពីរឬក៏អាចនិយាយមួយបែបថាពីក្រមគណៈបកកណ្ដាលអំណាចនិងក្រមដែលមាននានាការប្រឆាំងលោកប៊ិតសេងសេរីអ្នកវិភាគនយោបាយបានកត់សម្គាល់ថាជំនួបរវាងលោកកឹមសុខានិងលោកហ៊ុនសែនហាក់មិនបានធ្វើឲ្យសហគមន៍អន្តរជាតិជឿថានយោបាយនៅកម្ពុជាមានការប្រែប្រួលជាវិជ្ជមាននោះឡើយឥឡូវនេះបើយើងចង់ពិនិត្យមើលខ្សែភ្នែកអន្តរជាតិយើងអត់មានអីក្រៅតែពីពិនិត្យមើលវត្តមានរបស់បណ្ដាអង្គទូតផ្សេងឬក៏ប្រតិកម្មរបស់អង្គទូតផ្សេងទៅលើជំនួបនេះទេប៉ុន្តែមកដល់ពេលនេះយើងឃើញថាអង្គទូតហ្នឹងមិនមានការចាប់អារម្មណ៍ឬក៏មានទស្សនៈឬក៏មានប្រតិកម្មអីទៅលើអ្វីដែលកំពុងតែកើតឡើងដែរប៉ុន្តែបើសិនជាយើងពិនិត្យមើលត្រឡប់ទៅក្រោយបន្តិចយើងឃើញថានៅពេលដែលលោកកឹមសុខាត្រូវបានបទូបថយទោសមានសិទ្ធិសេរីភាពខ្លះមកវិញជាពិសេសសេរីភាពបុគ្គលមិនមែនជាសេរីភាពនយោបាយរបស់គាត់ហ្នឹងគឺឃើញមានទូតចំនួនតិចតួចណាស់ដែលបានទៅសួរសុខទុក្ខឬក៏ចង់ដឹងរឿងរបស់លោកកឹមសុខាណាអញ្ចឹងអានេះខ្ញុំអាចវាស់វែងបានថាអន្តរជាតិប្រហែលជាបានដឹងច្រើនអំពីល្បិចនយោបាយរបស់រដ្ឋាភិបាលល្បិចនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុនសែនហើយក៏ដឹងអំពីអន្ទាក់នយោបាយព្រោះនៅក្នុងកៅភ្នែកអន្តរជាតិគេមើលឃើញថាការបង្រួមឬក៏ការចរចារវាងរដ្ឋាភិបាលដឹកនាំដោយតកូលហ៊ុនជាមួយនឹងបណ្ដាមេដឹកនាំប្រឆាំងផ្សេងហ្នឹងការចរចាស្មើនឹងការចោះចូលឬការចរចាហ្នឹងគឺស្មើនឹងការចោះចាញ់ចំណែកលោកមីកសវណ្ណរាប្រធានគណៈបកចំនួនថ្មីបានថ្លែងថាសហគមន៍អន្តរជាតិអាចមើលឃើញថាជំនួបរវាងលោកហ៊ុនសែននិងលោកកឹមសុខាគឺជាជំនួបបែបបុគ្គលដោយសារតែលោកកឹមសុខានៅមិនទាន់មានសិទ្ធិសេរីភាពធ្វើនយោបាយឡើងវិញនៅឡើយទេអញ្ចឹងយើងត្រូវញែកឲ្យដាច់ថាតើសហគមន៍អន្តរជាតិនៅក្នុងក្រសែភ្នែកនៃពួកលោកខាងលិច
មិនថាសហរដ្ឋអាមេរិកក្តីមិនថាសហភាពអឺរ៉ុបដែលតែងតែទទូចឲ្យឃើញការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជានឹងត្រូវឈរនៅលើគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដែលសហគមន៍អន្តរជាតិគេអាចមើលឃើញទី1គឺនៅក្នុងជំហាននៃការផ្សះផ្សាបែកបាក់ផ្ទៃក្នុងជាតិរវាងខ្មែរនិងខ្មែរជាភេទរភាពដែលយើងមិនអាចយកគ្នាជាសត្រូវសួរពូជទេនឹងចំណុចទី1ចំណុចទី2យើងមិនទាន់មើលឃើញថាការដែលជំនួបនេះគឺជាជំនួបនៃការចរចានៃការបើកនៅដំណោះស្រាយនយោបាយណានៅឡើយទេត្រង់ថាលោកកឹមសុខាក៏មិនទាន់មានសិទ្ធិធ្វើនយោបាយពេញលេញឡើងវិញហើយកញ្ញាមនោរជាក៏មិនទាន់คลายខ្លួនជាអ្នកនយោបាយមកវិញនៅឡើយក្រៅតែពីគាត់ផ្អាកនយោបាយដោយសារគេរំលាយគណៈបក្សប្រជាជាតិហើយគាត់បាននិរទេសនយោបាយទៅរស់នៅសហរដ្ឋអាមេរិកការជួបនេះជាការដាក់សម្ពាធឬក៏ជាការឈានទៅរកការផ្សះផ្សានៃការបែកបាក់ជាតិនឹងមានរបៀបវិរៈអីក្នុងការបន្តទៅទៀតដើម្បីបង្ហាញភាពខ្លាំងភាពរឹងមាំសាមគ្គីផ្ទៃក្នុងនៃឯកភាពជាតិបង្រួមជាតិរវាងអ្នកនយោបាយបកកណ្ដាលអំណាចនិងអ្នកនយោបាយនៃបកក្រៅរដ្ឋាភិបាលតាមរយៈរូបភាពនៃជំនួបរវាងលោកកឹមសុខានិងលោកហ៊ុនសែននាពេលចុងក្រោយនេះតើអាចជាសញ្ញាវិជ្ជមានថ្មីមួយឲ្យលោកខាងលិចបន្ថយសម្ពាធមកលើរដ្ឋាភិបាលកម្ពុជាឬយ៉ាងណាលោកសេងវ៉ាន់លីគិតថាវានឹងមិនអាចទៅរួចនោះឡើយខ្ញុំក៏សម្គាល់ឃើញថាសហរដ្ឋអាមេរិកសហភាពអឺរ៉ុបមានចលនាការវិតម្លៃច្បាស់លាស់ដែលផ្អែកទៅលើការកែតម្រង់រចនាសម្ព័ន្ធប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សជាមូលដ្ឋានការដាក់ទណ្ឌកម្មឬការផ្ដល់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មឡើងវិញតម្រូវឲ្យមានការជឿជាក់លើការផ្លាស់ប្ដូររចនាសម្ព័ន្ធផ្លូវច្បាប់ដែលមិនអាចកែប្រែបានងាយមិនមែនផ្អែកលើចំនួនសន្តិនិកដែលគ្មានកិច្ចព្រមព្រៀងនយោបាយជាផ្លូវការនោះទេបាទជាចុងក្រោយខ្ញុំយល់ឃើញថាសម្ពាធអន្តរជាតិនឹងត្រូវដោះចេញលុះត្រាតែកម្ពុជាអនុវត្តនៅចំណាត់ការចាស់ស្ដែងរួមមានការស្ដារឡើងវិញនៅប្រព័ន្ធប្រជាធិបតេយ្យសេរីភូប៉ាការដោះលែងអ្នកទោសមនសិការទាំងអស់ការទម្លាក់រាល់បទចោទប្រកាន់នយោបាយលើអ្នកនយោបាយប្រចាំទាំងក្នុងនិងក្រៅស្រុកការបង្កសិទ្ធិនយោបាយពេញលេញជូនលោកកឹមសុខានិងលោករងឈុនក៏ដូចជាការបើកចំហសេរីភាពនយោបាយនៅសង្គមស៊ីវិលឡើងវិញដរាបណាលក្ខខណ្ឌជាឬគោលទាំងនេះនៅមិនទាន់ដោះស្រាយតាមផ្លូវច្បាប់ជាផ្លូវការខ្ញុំមើលឃើញថាសហគមន៍អន្តរជាតិនៅតែបន្តរក្សាសម្ពាធនៅលក្ខខណ្ឌរបស់ពួកគេដដែលបាទចំណែកលោកមនិតសេងសេរីក៏យល់ឃើញប្រាក់ប្រាគ្នានឹងលោកសេងវ៉ាលីនេះដែរខ្ញុំមើលឃើញថាសម្រាប់កែវភ្នែកអន្តរជាតិគឺគេអត់ចាប់អារម្មណ៍នឹងល្បែងរបស់ហ៊ុនសែនទៀតទេចឹងហើយគេអ្វីដែលគេចង់ឃើញអ្វីដែលគេចង់មើលហ្នឹងគឺមើលអំពីដំណើរវិវត្តនៃប្រជាធិបតេយ្យហើយនឹងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋសិទ្ធិសេរីភាពរបស់ពលរដ្ឋប៉ុន្តែសួរថាជំនួបរវាងលោកកឹមសុខាជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនជាមួយលោកហ៊ុនម៉ាណែតហ្នឹងវាអត់មានអីប្រែប្រួលសោះតាក់ទងទៅនឹងសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិតាក់ទងទៅនឹងសិទ្ធិសេរីភាពនយោបាយតាក់ទងទៅនឹងបរិយាកាសនយោបាយវាអត់មានប្រែប្រួលទេវាគ្រាន់តែជាល្បិចឬក៏ជាលបាយនយោបាយដែលហ៊ុនសែនតែងតែប្រើសម្រាប់មូលកមេដឹកនាំប្រឆាំងដែលគិតថាជាមេដឹកនាំដែលអាចឈានទៅដល់ការប៉ះពាល់អំណាចរបស់គ្រួសារតកូលហ៊ុនក៏ដូចជាគណៈបព្វប្រជាជនបាទចំណែកលោកមីកសវណ្ណរាក៏យល់ឃើញថាជំនួបរវាងលោកហ៊ុនសែននិងលោកកឹមសុខានាពេលនេះគឺគ្រាន់តែជាការតេស្តសាកល្បងចង់ដឹងពីប្រតិកម្មរបស់អន្តរជាតិបន្ទាប់ពីអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជាចឹងការជំនួបគ្រាន់តែជាការចាប់ផ្ដើមផ្សះផ្សារបស់ស្នាមបែកបាក់ក្នុងកម្រិតមួយនៃការចាប់ផ្ដើមហើយក៏ជាការធ្វើតេស្តចង់ឃើញថាតើសហគមន៍អន្តរជាតិពិសេសសហរដ្ឋអាមេរិកក៏ដូចជាសហភាពអឺរ៉ុបដែលទទូចចង់ឲ្យកម្ពុជានឹងមានជំហរក្នុងការគោរពនីតិរដ្ឋប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សហ្នឹងអញ្ចឹងខ្ញុំមើលឃើញថាក្រោយពីបេសកកម្មនៃអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិអញ្ចឹងអារបាយការណ៍ដែលលោកបានសរសេរដាក់ទៅអង្គការសហប្រជាជាតិខែកញ្ញាខាងមុខនេះក៏ដូចជាដាក់ទៅប្រជុំនៅក្នុងខែ10ខែតុលាឆ្នាំ2026នេះដែរនៃក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិកជាង100ប្រទេសក្នុងការតាមដានអំពីការធ្វើនយោបាយការអនុវត្តគោលការណ៍ប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបែបណាខ្ញុំថានឹងជាការចាប់ផ្ដើមដើម្បីចង្អុលបង្ហាញតាក់ទងទៅនឹងកម្ពុជាយើងត្រូវបានចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សអំពីឧក្រិដ្ឋកម្មស្កេមអនឡាញអន្តរជាតិពាក់ព័ន្ធទៅដល់នឹងស្ថានភាពនយោបាយនៃសហរដ្ឋអាមេរិកតែសម្រាប់លោកដិតកិនភាយល់ថាជំនួបរវាងលោកហ៊ុនសែននិងលោកកឹមសុខានាពេលចុងក្រោយនេះអាចជាកត្តារិកមួយជួយជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជានិងលោកខាងលិចមានភាពធូរស្រាលឡើងវិញជំនួបនេះអាចជាផ្នែកមួយជាកត្តាលិកមួយដែលធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងលោកខាងលិច
ជាពិសេសគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបហ្នឹងគឺអាចមានភាពធូរស្រាលហើយយើងរំពឹងថានឹងមានច្រកចេញនិងមានសញ្ញាវិជ្ជមានបន្ថែមទៀតនៅក្នុងទំនាក់ទំនងការទូតរវាងកម្ពុជាជាមួយនឹងប្រទេសលោកខាងលោកសេរីឬក៏អាចនិយាយបែបថាប្រទេសខាងប្រជាធិបតេយ្យណាអ្វីដែលជាចំណុចដែលខ្មែរយើងគួរគិតពិចារណាយើងត្រូវតែចេះធ្វើការក្នុងភាពខុសគ្នាមានន័យថាយើងអាចមានទស្សនៈនយោបាយឬក៏អាចមានគោលនយោបាយខុសគ្នាក៏ប៉ុន្តែយើងអាចធ្វើការជាមួយគ្នាបានរឿងខ្លះយើងមិនគួរចាំបាច់ឲ្យអន្តរជាតិឬក៏ឲ្យបរទេសគេមកណែនាំគេមកផ្ដល់អនុសាសន៍ទេខ្មែរយើងគួរតែចេះធ្វើការជាមួយគ្នាក្នុងដំបូលនៃរដ្ឋធម្មនុញ្ញក្រោមម្លប់ព្រះមហាក្សត្ររបស់ខ្លួនឯង